ស៊ូពុកម៉ែបងប្អូនជាទីគោរពអានខ្លះថ្ងៃជាពូសាទី2នៅខាងទឹកដីស្រុកក៏ធំបាទជាមួយនឹងលោកស្រីមីភូមិបាទហើយសូមបញ្ជាក់បងដែរថាយើងមកជួបបងស្រីដែលគាត់គឺជាជនពិការគឺគាត់ពិការផ្នែកទាំងពីរបងប្អូនមើលអត់ឃើញទេបាទពិបាកមែនតើហើយមានកូនដល់ទៅ3នាក់ក្នុងបន្ទប់បាទដោយមើលឃើញភាពអាណិតអាសូរបាទលោកស្រីមីភូមិក៏គាត់បានបាទមានសំណើហើយថ្ងៃនេះបានចុះមកហើយបាទគឺមើលឃើញចិត្តជាក់ស្ដែងរបស់គាត់គឺមុខខ្ញុំតមកបងប្អូនបាទលោកគ្រួយហើយអត់មានលើកបង្លឺទេហើយខ្ញុំបាទនឹងជួយគាត់នៅសាលាអត់ទាំងនៅក្នុងខែ5បាទដើម្បីបង្ជួយចាស់គាត់អរគុណមែនទែនសម្រាប់បងប្អូនដែលបានជួយរួមជាមួយខ្ញុំហើយថ្ងៃនេះយើងបានពំនាំជាជំនួយនេះជួយទៅដល់បងស្រីវាមានកមានលីមានទឹកត្រីទឹកស៊ីអ៊ីវបាទមានត្រីខបាទហើយទឹកកាទៀវទាំងអស់នេះហើយរួមជាមួយនំហើយក្នុងគ្រួសារក្នុងគ្រួសារគឺយើងជូនថវិកា50000ផងដែរស្រីទទួលថវិកាទៅបាទហើយក្នុងនោះក៏សូមអរគុណបងប្អូនដែលបានចូលរួមជាមួយខ្ញុំអរគុណបងវ៉ាសុផលបងលូសវងបងលូឈិញអ្នកមីងមកហូហុងបងលីណាម្ចាស់ហាងអមូល Beauty Salon បងប្អូនស្រីលីនលីមអ្នកម៉ាក់សោមសេរីបងលីលីតាំងបងអេណាសុកបងសវងទឹកបងគ្រីស្តុនផឺរីកបងឈូរីបងស៊ូម៉ាលីអ្នកមីងអ៊ុំយឿនបងភឺយីនបងប្រុសបារិតអូនបងម៉ាលីនបងស្រីអ៊ុនសុកនិងបងស្រីយ៉ាយ៉ាដែលបានជួយផងដែរជួបមុខឲ្យបងស្រីអញ្ចឹងសូមឲ្យលោកស្រីមីភូមិគាត់នឹងផ្លានមកគុំមកចាជម្រាបសួរលោកគ្រូហើយខ្ញុំសូមថ្លែងអំណរគុណដល់លោកគ្រូទាំងក្រុមការងារដែលបាននាំយកថវិកាអង្គមានទឹកដីទឹកស្អ៊ីវមីមកចូលមកជួយនឹងគ្រូសាញក់មុំនេះដែលគាត់មានពិការភ្នែកទាំងសងខាងគឺជូនពរក្រុមការងារលោកគ្រូទាំងអស់ជួបតែសុខភាពគ្រប់ពេលវេលាហើយយុវវែងទាំងអស់គ្នាចាអរគុណច្រើនសប្បាយចិត្តទេបងបាយបាទទោះបីជាភ្នែកមកឃើញប៉ុន្តែยังអាចស្ទាបដឹងណាហ្នឹងហើយអញ្ចឹងអរគុណមែនតើអញ្ចឹងជួបមកឲ្យបងស្រីជូនពរបងប្អូនឲ្យទទួលទានលៀនបានផងដែរជួយសូមឲ្យព្រះស៊ូបានគង់ការពីថៃសាបងប្អូនជំរាបខណៈពេលនេះខ្ញុំចត្រារួមដល់ស្រីភូមិមកសូមជំរាបលា